ថ្ងៃទី15ខែសីហាឆ្នាំ2026មកបេះផ្លែរំដេញនៅបឹងអភិរក្សទឹកយកទៅលក់ថ្ងៃនេះមានគេកំង8គីឡូរំដេញនេះជាអំណោយរបស់លោកវ៉ានសុផាន់រស់នៅខេត្តបាត់ដំបងដាំនៅក្នុងឆ្នាំ2022មកដល់ពេលនេះបានផ្លែហើយយើងអាចលក់បានហើយការលក់ដូរនេះយើងមិនយកដាក់ក្នុងហៅប៉ៅទេយើងយកសម្រាប់ទ្រទ្រង់នៅក្នុងសហគមន៍យើងព្រោះសហគមន៍នេសាទយើងត្រូវការថវិកាមួយចំនួនដើម្បីទ្រទ្រង់ដូចជាចុះល្បាតដាំកូនឈើយើងទិញជាអាហារសម្រន់ជួយពួកគាត់យើងសម្អាតបឹងអភិរក្សបាកំប្លោកចេញពីបឹងដើម្បីឲ្យត្រីមេពូជអាចស្រូបយកចលអាកាសបានល្អសម្រាប់បន្តជាពូជថេសម្រាប់ឆ្នាំក្រោយៗទៀតចឹងសហគមន៍យើងត្រូវការថវិកាបើអត់ថវិកាក៏យើងបាក់ធ្វើការដែរ